រឿងទន្សាយឆ្លាតនិងសត្វតោកំណាចនៅក្នុងព្រៃធំមួយមានសត្វជាច្រើនរស់នៅជាមួយគ្នាដូចជាកញ្ជ្រោងក្រពើខ្លានិងសត្វតោមួយដែលមានអំណាចខ្លាំងសត្វតោនោះសាហាវណាស់វាតែងតែចាប់សត្វផ្សេងស៊ីដោយគ្មានមេត្តាធ្វើឲ្យសត្វទាំងអស់នៅក្នុងព្រៃរស់នៅក្នុងការភ័យខ្លាចថ្ងៃមួយសត្វទាំងអស់បានប្រជុំគ្នាហើយសម្រេចថាពួកគេនឹងបញ្ជូនសត្វមួយទៅឲ្យតោរៀងរាល់ថ្ងៃដើម្បីកុំឲ្យតោចេញទៅបំផ្លាញសត្វផ្សេងទៀតតោបានយល់ព្រមមួយថ្ងៃវាត្រូវដល់វេនរបស់គឺទន្សាយតូចមួយទន្សាយមិនចង់ស្លាប់ទេប៉ុន្តែវាមានគំនិតឆ្លាតវៃមួយវាធ្វើដំណើរយឺតទៅរកតោពេលទៅដល់តោកំពុងខឹងខ្លាំងព្រោះរងចាំយូរតោស្រែកថាហេតុអ្វីបានជាអ្នកមកយឺតទន្សាយឆ្លើយដោយស្ងប់ស្ងាត់ថាព្រះម្ចាស់តោខ្ញុំត្រូវមកជាមួយទន្សាយមួយទៀតប៉ុន្តែមានតោមួយផ្សេងទៀតបានចាប់វាទៅស៊ីហើយវាបាននិយាយថាវាជាស្ដេចព្រៃនេះតោបានខឹងយ៉ាងខ្លាំងហើយនិយាយថានាំខ្ញុំទៅឃើញវាទន្សាយបាននាំតោទៅក្បែរអណ្ដូងទឹកមួយហើយនិយាយថាវានៅក្នុងនេះតោមើលចូលទៅក្នុងអណ្ដូងហើយឃើញរូបខ្លួនឯងក្នុងទឹកវាគិតថាជាតោមួយផ្សេងទៀតតោបានស្រែកហើយរូបនៅក្នុងទឹកក៏ស្រែកតបវិញដោយសារកំហឹងតោលោតចូលទៅក្នុងអណ្ដូងដើម្បីវាយតោនោះប៉ុន្តែវាបានលង់ទឹកស្លាប់ទន្សាយបានរត់ត្រឡប់ទៅប្រាប់សត្វទាំងអស់ពួកគេចាប់ផ្ដើមរស់នៅដោយសុខសាន្តវិញអត្ថន័យអប់រំបញ្ញានិងការគិតឆ្លាតអាចឈ្នះកម្លាំងធំបានកុំប្រើអំណាចបំពានលើអ្នកដទៃការសហការគ្នាអាចដោះស្រាយបញ្ហាធំបាន